មានបងប្អូនជាច្រើនអ្នកធ្លាប់ឃើញវីដេអូខ្ញុំមួយដែលខ្ញុំបេះផ្កាកលាបគ្រាប់វាហ្នឹងយកអាកញ្ញុំគ្រាប់ហ្នឹងយកមកប្រាប់បងប្អូនថាខ្ញុំនឹងធ្វើការបដោះនិយាយទៅខ្ញុំបដោះធ្លាប់បានជោគជ័យបងប្អូនតាំងពី2-3ឆ្នាំមុនតែឥឡូវហ្នឹងគឺខ្ញុំអត់សូវបដោះទេខ្ញុំច្រើនតែកាត់មែកផ្សំធ្វើតែម្ដងហើយនេះគឺជាវិធីដែលខ្ញុំធ្វើការបដោះគ្រាប់ពូជផ្កាកលាបពេលដែលបងប្អូនទៅណាមកណាបើសិនជាឃើញផ្កាកលាបមានអាកញ្ញុំនិយាយទៅបងប្អូនអាផ្កាកលាបហ្នឹងពេលខ្លះអត់មានកញ្ញុំទេសំខាន់គឺតំបន់ដែលមានផ្កាកលាបហ្នឹងមានឃ្មុំក្រេបលំអងអត់ព្រោះជួនកាលមួយឆ្នាំវាដុះមកអត់មានទេឆ្នាំខ្លះអត់មានអាកញ្ញុំហ្នឹងហើយនេះដល់ពេលដែលបងប្អូនកាត់ផ្កានឹងចេញទៅកាត់អាកញ្ញុំនឹងចេញទៅគឺគ្រាប់វានៅក្នុងនឹងហើយគ្រាប់វាស្តៀងគ្រាប់តកួនអញ្ចឹងគ្រាន់តែថាផ្កាកលាបខ្លះគ្រាប់វាពណ៌ស្តៀងកម្ៅបន្តិចដូចគ្រាប់តកួនអញ្ចឹងហើយអានេះវានៅរៀងថ្មីដែរអញ្ចឹងក៏ខ្ញុំយកវាមកដាក់ដាំតែម្ដងបងប្អូននិយាយទៅផ្កាកលាបនេះផងដែរអាចនិយាយបានថាពេលខ្លះក៏ពិបាកក្នុងការបដោះដែរណាបងប្អូនអត់ដូចផ្សំមែកទេកាត់មែកយកមកដោតផ្សំអាចលឿនជាងបដោះប្រើរយៈពេលយូរណាបងប្អូនមួយឆ្នាំជាងតំតែចេញប្រឡកបានមកល្មមទេហើយត2ឆ្នាំ3ឆ្នាំអីបានវាចេញធំធាត់ដូចអាដើមមេអញ្ចឹងណាជួនកាលចូល2ឆ្នាំជាង3ឆ្នាំហើយអត់ទាន់ធំធាត់ដូចដើមមេទេណាដល់បងប្អូនធ្វើការកាត់កញ្ញុំផ្កាកលាបហ្នឹងបងប្អូនត្រូវពាក់ស៊ុមដៃផងប្រយ័ត្នលាមាស់ដៃបើខ្ញុំស៊ុមទៅហើយលែងលាមាស់លែងអីហើយអញ្ចឹងទៅពេលបងប្អូនកាត់ហើយអីហើយទុកវាម្ដុំទៅហើយយើងយកកតោមកណាកតោយើងដាក់គ្រាប់ដូចខ្ញុំបង្ហាញបងប្អូនលើហ្នឹងហើយយើងគ្របដីគ្របអីពីលើទៅដីបងប្អូនយកដីអីក៏បានដែរដីរបៀបយើងបដោះគ្រាប់ពូជក៏បានដីយើងទិញបាវក៏បានដែរព្រោះផ្កាកលាបនេះផងដែរពេលដែលបងប្អូនបដោះគឺប្រើរយៈពេលយូរមែនតែនអត់អាចនិយាយបានថាមួយអាទិត្យដុះហ្នឹងណាអាចនិយាយបានថាចូលឡើងមួយខែជួនកាល2-3ខែហើយអត់ទាន់ឃើញដុះទៀតប៉ុន្តែបងប្អូនគ្រាន់តែទុកវាចោលទៅស្រួយទឹកស្រួយអីចោលចឹងទៅហើយអានេះគឺជាផ្កាកលាបខ្ញុំផ្សំមែចហើយមុននឹងបន្តិចវីដេអូពណ៌លឿងទូចមិញដែលបងប្អូនឃើញផ្កាកលាបទូចមិញហ្នឹងណាអាហ្នឹងពេលដែលយើងធ្វើការបដោះវាទៅវាអត់ចេញផ្កាកញ្ញុំធំដូចមេចឹងទេវាចេញមកទូចអញ្ចឹងឯងពេលដែលយើងបដោះបានជោគជ័យបងប្អូនបើសិនជាបងប្អូនចង់ធ្វើការបដោះគ្រាប់ពូជផ្កាកលាបឲ្យបានជោគជ័យបងប្អូនបដោះខែណាក៏បានដែរប៉ុន្តែបើសិនជាបងប្អូនបដោះខែល្ងាបងប្អូនយកថង់គ្របដូចខ្ញុំធ្វើវីដេអូមុនខ្ញុំយកថង់គ្របខ្ញុំយកអីមកគ្របចឹងណាហើយបន្ទាប់មកទៀតយើងដាក់អាកតោរបស់យើងសម្រាប់បដោះហ្នឹងគឺនៅខាងក្រោមដីហ្នឹងគឺអីបាតវាហ្នឹងគឺយើងស្រោចទឹកពីបាតមកវិញចឹងទៅលើកឡើងទៅដំបងអាហ្នឹងយើងស្រោចទឹកពីដំបងអីចឹងទៅយើងស្រោចពីលើណាក្រោយមកយើងស្រោចតាមបាតវាក៏បានដែរយើងដាក់ត្រេពីក្រោមណាយើងដាក់ថាសដាក់អីពីខាងក្រោមហ្នឹងទៅនិយាយពីដើមវីដេអូមកថាជួនកាលផ្កាហ្នឹងវាមានផ្កាមែនប៉ុន្តែវាអត់ចាប់កញ្ញុំចេញគ្រាប់ទេណាអញ្ចឹងมันប្រកាសថាផ្កាកលាបខ្លះចេញគ្រាប់ឲ្យបានរាល់ឆ្នាំទេបងប្អូនផ្កាកលាបខ្លះអត់ទេណាតើតថាវាចេញជាកញ្ញុំហ្នឹងបានវាចេញគ្រាប់ហើយកញ្ញុំហ្នឹងជួនកាលមានសត្វសេកសត្វអីចុះមកស៊ីដែរនិយាយទៅមានការប្រកួតប្រជែងខ្លាំងជាមួយនឹងធម្មជាតិបងប្អូនឃើញផ្កាខ្ញុំស្អាតហ្នឹងអាហ្នឹងគឺប្រហែលជាឆ្នាំទៅមួយអីហ្នឹងគឺផ្កាស្អាតតែឆ្នាំនេះផ្កាខ្ញុំអត់សូវស្អាតដោយសារខ្ញុំអត់សូវបានថែទាំថែអីចឹងណាហើយការថែទាំក៏ខ្ញុំធ្លាប់ធ្វើវីដេអូបង្ហាញបងប្អូនកាត់មែកកាត់អីចឹងទៅពេលផុតខែក្តៅបងប្អូនកាត់មែកហើយដាក់ជីដាក់អីបន្ថែមទៅហើយយើងស្រូចទឹកស្រូចអីបានត្រឹមត្រូវឬក៏យើងដាក់ច្បើងដាក់អីគ្របគល់ឬក៏យើងដាក់អាគេហៅអីគេកតិចឈើកតិចអីក្រោមគល់ចឹងទៅយើងដាក់ជីទៅដោះមកវិញផ្ការហូតបងប្អូនក្នុងមួយឆ្នាំអាចយ៉ាងហោចណាស់ផ្កា2-3 ដងប៉ុន្តែឥឡូវហ្នឹងមួយរយៈនេះគឺខ្ញុំអត់សូវបានធ្វើទេដោយសាររវល់ការងារច្រើនពេកហើយវីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងហើយបើសិនជាបងប្អូនមានចម្ងល់មានអីបងប្អូនអាច comment ពីខាងក្រោមមកឬក៏ឆាតមកខ្ញុំផ្ទាល់មកណាគឺខ្ញុំអត់លាក់បាំងនៅចំណេះដឹងរបស់ខ្ញុំទេអរគុណ